បាទអរុនសួស្តីពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយថ្ងៃនេះក្រោករៀងលឿនខុសប្លែកពីធម្មតាជាធម្មតាពេលល្ងាចឡើងខ្ញុំតែងតែហាត់ប្រាណជាកង់កន្លះម៉ោងអញ្ចឹងទៅអញ្ចឹងការហាត់ប្រាណហ្នឹងក៏ជួយឲ្យយើងហ្នឹងគឺអង្គុយគេងអញ្ចឹងដែរតែម៉ោង 9 នេះឡើងអង្គុយព្រលឹមឡើងហ្នឹងក្រោកលឿនណាក្រោកលឿនមកក៏លឿនអញ្ចឹងទៅចឹងអត់មានការបខិតបខំទៅលើពេលវេលាណាមួយដើម្បីឲ្យយើងក្រោកលឿនទេអត់ទេគឺយើងវាក្រោកលឿនអញ្ចឹងហ្មងជាធម្មតាអញ្ចឹងចង់និយាយអំពីស្ថានភាពនាពេលបច្ចុប្បន្នយើងគិតថាវាមានការលំបាកដោយសារតែការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសធំនៅលើពិភពលោកអញ្ចឹងទៅធ្វើវាប៉ះពាល់ប៉ុន្តែអ្វីវាមិនមានភាពតច្រកទេអ្វីវានៅទៅមុខយើងគិតពីកូវីដមកដល់ពេលបច្ចុប្បន្នវា2019អញ្ចឹងវារយៈពេល6ឆ្នាំដែលយើងនៅតែបន្តដំណើរទៅមុខជានិច្ចដូច្នេះអ្វីវាគ្មានភាពតច្រកទេវាមានតែពង្រឹងធ្វើឲ្យយើងកាន់តែខិតខំប្រឹងប្រែងលើសមុនធ្វើឲ្យយើងមានសមត្ថភាពកើនលើសមុនប្រាជ្ញាកើនលើសមុនគំនិតច្នៃប្រឌិតកើនលើសមុនអ្វីគឺមានតែភាពរីកចម្រើននឹងការកើនឡើងចំណិចព្រោះខួរក្បាលរបស់មនុស្សពូកែដែលអាចធ្វើអ្វីសពគ្រប់បែបយ៉ាងបានទៅមុខដោយការរីកចម្រើនអញ្ចឹងនៅក្នុងស្ថានភាពនេះគឺជាស្ថានភាពមួយដែលយើងត្រូវតែប្រឹងយើងធ្លាប់ប្រឹងម្ដងយើងត្រូវគុណ2គុណ3គុណ4អ្វីវានឹងល្អប្រសើរហើយអ្វីវានឹងទៅមុខដោយភាពរលូនដូច្នេះគឺយើងមានតែការខិតខំប្រឹងប្រែងធ្លាប់ធ្វើ1ធ្វើ2យើងគុណ3គុណ4ទៅអ្វីវានឹងល្អប្រសើរហើយសំខាន់ផុតលើការអនុវត្តនិងសកម្មភាពដែលយើងកំពុងតែធ្វើបូកបន្ថែមសកម្មភាពថ្មីនិងមានការច្នៃប្រឌិតខ្ពស់ធ្វើឲ្យយើងអាចដើរទៅមុខបានការប្រកួតប្រជែងសេដ្ឋកិច្ចគឺជារឿងការប្រកួតប្រជែងសេដ្ឋកិច្ចអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែស្វះស្វែងរកគ្រប់ច្រកល្ហកទាំងអស់ដើម្បីឲ្យដំណើរការអាជីវកម្មរបស់យើងហ្នឹងគឺទៅមុខដូច្នេះគឺវាមានតែការខិតខំវាគ្មានការអស់សង្ឃឹមវាគ្មានការខកចិត្តណាទេវាមានតែការខិតខំប្រឹងប្រែងហើយនៅពេលដែលការខិតខំប្រឹងប្រែងនៅក្នុងកំឡុងពេលហ្នឹងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចមកល្អប្រសើរសមត្ថភាពយើងកើនឡើង10ដងដូច្នេះធ្វើឲ្យយើងមានការរីកចម្រើនខ្លាំងដែលអ្វីគេហៅថាការតស៊ូក្នុងគ្រាលំបាកវានឹងនាំមកនៅផលល្អនៅពេលបន្ទាប់មកវិញបាទសូមអរគុណ